นมโค้มคือจะนมដែលងាយស្រួលធ្វើជាងគេហើយចំហុយក៏ឆាប់ឆ្អិនហើយឆាប់បានញ៉ាំដែរហើយថ្ងៃហ្នឹងបើកទូទឹកកកទៅឃើញសស្លឹកចេកហ្នឹងក៏យកមកកាត់ចឹងមកបងប្អូនយើងកាត់ជារាងមូលសម្រាប់ខ្ចប់នំគមណាហើយបន្តមកទៀតគឺខ្ញុំរៀបចំម្សៅហើយសម្រាប់ម្សៅអង្ករត្នោតនេះគឺខ្ញុំទិញស្រាប់យើងទិញម្សៅអង្ករត្នោតស្រាប់ហ្នឹងយើងយកមកលាយធ្វើម្សៅនំហើយពេលលាយហ្នឹងក្នុងម្សៅគឺខ្ញុំដាក់ស្ករសបន្តិចហើយនឹងអំបិលម៉ត់យើងបន្តិចហើយខ្ញុំដាក់លាយទឹកស្អាតយើងហ្នឹងបងប្អូនហើយបងប្អូនបន្ថែមប្រេងឆាឬក៏ខ្លាញ់បន្តិចណានិយាយទៅប្រើប្រេងឆាល្អបងប្អូនលាយទៅដើម្បីឲ្យសាច់នំរបស់យើងទន់ណាហើយបងប្អូនលាយច្បល់មើលនិយាយទៅកុំឲ្យជ្រាយពេកនិយាយទៅលាយមកល្មមកុំឲ្យជ្រាយពេកពេលជ្រាយពេកគឺយើងពិបាកខ្ចប់នំណាហើយយើងច្បល់ម្សៅច្បាច់ឲ្យរៀងយូរតិចមកនិយាយទៅច្បាច់តលតែម្សៅយើងចូលគ្នាសព្វល្អអត់មានដុំអត់មានអីបងប្អូនទាំងអស់គ្នានិយាយទៅនំគមបងប្អូនចេះធ្វើហើយគ្រាន់តែថាយើងធ្វើមានរបៀបធ្វើផ្សេងគ្នាអញ្ចឹងហើយបន្ទាប់ពីខ្ញុំលុញម្សៅហើយខ្ញុំយកថង់ចឹងមកគ្របទុកសិនហើយខ្ញុំរៀបចំស្ងោរសណ្ដែកហើយសម្រាប់សណ្ដែកក្រហមខ្ញុំហ្នឹងគឺនៅសល់បន្តិចដែរហ្នឹងនិយាយទៅនៅឃើញចង់ញ៉ាំអញ្ចឹងដាក់សណ្ដែកស្ងោរសិនណាយើងស្ងោរឲ្យឆ្អិនសិនសណ្ដែកហ្នឹងស្ងោរតទៅសណ្ដែកយើងឡើងផុយណាឥឡូវនេះសណ្ដែកគឺចាប់ដើមកោកទឹកហើយឡើងផុយឲ្យខ្ញុំថែមជាមួយនឹងខ្ទិះដូងហើយស្ករសចូលហើយសម្រាប់ខ្ទិះដូងបងប្អូនដាក់តិចច្រើនឲ្យតាមចំណូលចិត្តហើយខ្ទិះដូងខ្ញុំគឺខ្ទិះដូងកំប៉ុងឯងហើយខ្ញុំមើលទៅសណ្ដែកក្រហមខ្ញុំរៀងស្ទើខ្ញុំបន្ថែមជាមួយនឹងកាកសាច់ដូងក្រៀមខ្ញុំបន្ថែមខ្ញុំកូរហើយខ្ញុំដាក់ល្ងថែមតិចទៀតដើម្បីឲ្យឈ្ងុយហើយខ្ញុំយកមកច្បល់និយាយទៅបងប្អូនមានម៉ាស៊ីនក្លុកកន្លែងហ្នឹងបងប្អូនអាចក្លុកកិនឲ្យម៉ត់ហ្មងទៅល្អឥឡូវនេះយើងចាប់ផ្ដើមខ្ចប់នំហើយសម្រាប់នំគឺយើងលុញម្សៅឲ្យរាងមូលហើយយើងសម្រាប់ឲ្យតប៉ែតិចមកហើយយើងដាក់ស្នូលចូលទៅហើយបងប្អូនហើយសម្រាប់សាច់ស្នូលបងប្អូនដាក់ធំតូចឲ្យតាមចំណង់ចំណូលចិត្តណាឥឡូវនេះគឺយើងខ្ចប់ជាមួយស្លឹកចេកហើយការខ្ចប់របស់ខ្ញុំគឺស្រួលទេបងប្អូននំគមមកយើងបត់តែប៉ុណ្ណឹងមកអត់មាននៅធ្វើអីយូរទេទៅបងប្អូនមើលតាមដៃខ្ញុំគឺខ្ញុំខ្ចប់អញ្ចឹងនំគមហើយបងប្អូនចង់ធ្វើតូចធំអីបងប្អូនលៃតាមហ្នឹងណាហើយយើងខ្ចប់អញ្ចឹងរហូតនិយាយទៅខ្ចប់រហូតតតែអស់ម្សៅអស់ស្នូលហ្នឹងហើយអស់ស្លឹកចេកនិយាយទៅយើងលៃមកល្មមណាបងប្អូនយើងធ្វើឲ្យធំល្មមមកបើយើងធ្វើទូចពេកក៏អត់ឆ្ងាញ់ដែរសំខាន់គឺយើងដាក់ស្នូលឲ្យច្រើនណាពេលយើងស្ងោរឆ្អិនទៅសាច់នំយើងស្ដើងហើយស្នូលច្រើនគឺឆ្ងាញ់ឥឡូវនេះគឺខ្ចប់ហើយបងប្អូនគឺបានប្រហែលជាជិត10នំដែរឥឡូវយើងរៀបចំមកចំហុយម្ដងហើយខ្ញុំដាំទឹកខ្ញុំដាក់ឆ្នាំងលើសក្រានសិនហើយខ្ញុំចាក់ទឹកចូលហើយយើងចាក់ទឹកប្រហែលជា1លីត្រអីបងប្អូនហើយខ្ញុំយកស្លឹកចេកដែលនៅសល់ហ្នឹងយកមកក្រាលលើឆឹងចំហុយហ្នឹងយើងហែកតូចអញ្ចឹងដាក់ពីលើហ្នឹងហើយយើងចាំយើងដាក់នំឥឡូវនេះគឺខ្ញុំរៀបនំហើយសម្រាប់នំគឺយើងរៀបអញ្ចឹងបងប្អូនយើងរៀបនៅលើឆឹងនំអញ្ចឹងណាយើងដាក់ស្លឹកចេកពីក្រោមអញ្ចឹងទៅឲ្យវាឈ្ងុយស្លឹកចេកយើងដែលយើងដាក់ហ្នឹងណាហើយពេលចំហុយទៅគឺក្លិនឈ្ងុយស្លឹកចេកចេញមកគឺតំណងហ្មងឥឡូវគឺយើងរៀបចំឥឡូវនេះគឺយើងដាក់ចំហុយនំយើងរយៈពេល30នាទីសិនហើយ30នាទីហ្នឹងបងប្អូនដាក់ភ្លើងរាងខ្លាំងក៏បានដែរអីណាយើងដាក់មកល្មមមកភ្លើងឥឡូវនេះទឹកពុះខ្លាំងហើយខ្ញុំបើកមើលហើយក៏គ្រប់30នាទីដែរខ្ញុំកំណត់មើលហើយឥឡូវនេះគឺយើងបើកមើលទៅគឺក្លិនឈ្ងុយស្លឹកចេកមកឡើងក៏អូភាយហ្មងហើយឥឡូវគឺខ្ញុំស្រង់នំគមមកបកមើលហើយពេលបកទៅគឺអត់មានស្អិតចាប់ស្លឹកចេកទេណាដោយសារយើងលាបជាមួយនឹងប្រេងឆាហើយខ្ញុំចុចមើលសាច់នំគឺឆ្អិនល្អអត់មានឆៅទេណាហើយស្នូលក៏ល្មមនិយាយទៅយើងអាចស្រង់នំញ៉ាំបានហើយឥឡូវនេះគឺយើងស្រង់ចេញហើយខ្ញុំស្រង់ដាក់ក្នុងកញ្ឆែងខ្ញុំថប់ស្លឹកចេកពីក្រោមនិយាយទៅស្លឹកចេកនៅសល់ពីវិចបន្តិចហ្នឹងគឺខ្ញុំដាក់ថប់ពីក្រោមអញ្ចឹងនំគមរបស់យើងក្លិនឡើងឈ្ងុយបងប្អូនទាំងអស់គ្នាហើយមើលទៅឡើងទំនងហ្មងហើយបើសិនជាបងប្អូនមានចម្ងល់អីអាចខមមិនសួរនៅខាងក្រោមវីដេអូបានឬក៏បងប្អូនពេញចិត្ត
បងប្អូនកុំភ្លេចជួយចុច Subscribe YouTube Channel នឹងខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗទស្សនាជារៀងរាល់ថ្ងៃឬក៏មានកំហុសខុសឆ្គងឲ្យដោយប្រការណាមួយសូមបងប្អូនទាំងអស់គ្នាអភ័យទោសផងអរគុណបងប្អូនទាំងអស់គ្នាសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយទៀត